អាចកំបាំងជីវិតក្នុងសមុទ្រជ្រៅសូម្បីតែលោកដាវីនក៏មិនយល់ដែរតើអាមួយនេះជាត្រីមែនទេជាងនេះទៅទៀតវាជាត្រីដែលកូននិងមេជាប់គ្នាវាមានឈ្មោះថាត្រី telescope fish កាលពីតូចកូនត្រីធំធាត់នៅលើដងខ្លួនម្ដាយសាច់ជាប់សាច់ដូចជាបំណាស់ដែលដេរភ្ជាប់អ៊ីចឹងរហូតដល់ធំពេញវ័យកូនត្រីនឹងប្រើធ្មេញរបស់វាខំផ្ដាច់ចំណងពីម្ដាយរបស់វារួចហែលចូលទៅក្នុងភាពងងឹតដោយមិនងាកក្រោយស្ដាប់ទៅដូចជារឿងរន្ធត់ប៉ុន្តែនៅចំពោះមុខសមុទ្រជ្រៅនេះគ្រាន់តែជាមួយជ្រុងតូចមួយប៉ុណ្ណោះពន្លឺព្រះអាទិត្យត្រូវបានលេបត្របាក់ទាំងស្រុងនៅចម្ងាយ200ម៉ែត្រក្រោមនីវ៉ូទឹកសមុទ្រកាន់តែចុះជ្រៅទៅក្រោមមានសល់ត្រឹមតែកម្ទេចកម្ទីដែលធ្លាក់ពីពិភពលោកខាងលើអ្នកវិទ្យាសាស្ត្រហៅកម្ទេចកម្ទីនេះថាព្រិលសមុទ្រ Marine Snow ត្រី Pacific Barreleye គួនយ៉ាញូរស់នៅក្នុងភាពងងឹតដ៏អាណត្តិនេះចំណុចដែលចម្លែកបំផុតនោះគឺវាមានក្បាលថ្លាទាំងស្រុងឆ្លងកាត់សម្បកក្បាលដ៏ថ្លានេះអ្នកអាចមើលឃើញជាលីកាខួរក្បាលនៅខាងក្នុងយ៉ាងច្បាស់ចំណុចខ្មៅពីរនៅលើមុខដែលមើលទៅដូចជាភ្នែកតាមពិតវាជារន្ធច្រមុះសោះភ្នែកពិតប្រាកដរបស់វាលាក់នៅក្នុងក្បាលដ៏ថ្លានោះគឺជាគ្រាប់កែវពណ៌បៃតងពីរដែលអាចបង្វិលឡើងលើចុះក្រោមបានជាទូទៅវាមើលឡើងលើពេលមានចលនាគ្រាប់ភ្នែកនិងវិលមកមុខភ្លាមដើម្បីកំណត់គោលដៅចំណីដូចជាមានបំពាក់អេក្រង់បង្ហាញព័ត៌មាននៅលើក្បាលអីចឹងអ្នកប្រហែលជាគិតថាក្នុងសមុទ្រជ្រៅសុទ្ធតែសត្វចម្លែកមែនទេមឹកដាំបូឆាហ្វេឆាងចង់យូប្រហែលជាមិនយល់ស្របទេវាមានព្រុយសាច់ពីរមើលទៅដូចជាត្រចៀកដំរីពេលវាបករំកិលមើលទៅដូចជាឆ័ត្រតូចមួយដែលបើកឡើងខ្លួនប្រានពណ៌ទឹកក្រូចទាំងមូលមើលទៅគួរឲ្យទាំងពីររបស់វាពីកំណើតមកគឺធំមួយតូចមួយភ្នែកឆ្វេងធំហើយសម្លឹងឡើងលើចាប់យកពន្លឺតិចតួចបំផុតដែលនៅសេសសល់ពីខាងលើភ្នែកស្ដាំតូចហើយសម្លឹងចុះក្រោមសម្លឹងមើលភាពងងឹតនៅបាតសមុទ្រយ៉ាងសុបភ្នែកមួយសម្លឹងមើលពន្លឺភ្នែកមួយទៀតសម្លឹងមើលទីជ្រៅនេះឯណាជាសត្វវាច្បាស់ណាស់ថាជាដ្រូនបំពាក់កាមេរ៉ាពីរ Dual Camera Drone បន្ទាប់មកមួយនេះមានរូបរាងកំប្លែងបន្តិចគឺអន្ទង់ Pelican EL មាត់របស់វាអាចហើបបានធំជាងខ្លួនរបស់វាទៅទៀតក្រពះក៏អាចពង្រីកបានដោយគ្មានដែនកំណត់ដូចប៉េងប៉ោងដែរពេលចំណីចូលមកជិតមាត់របស់វានឹងហើបឡើងភ្លាមលេបទាំងទឹកនិងសាច់តែម្ដងញ៉ាំមួយពេលនេះគឺគ្រប់គ្រាន់ឲ្យវារស់នៅក្នុងភាពងងឹតបានច្រើនសប្ដាហ៍នៅមានសត្វមួយប្រភេទទៀតមានរូបរាងដូចទេវតាហៅថា Sea Angel Hide and Seek សងខាងមានព្រុយដូចស្លាបហែលទៅមកដូចកំពុងរាំប៉ុន្តែពេលអ្នកចូលទៅជិតអ្នកនឹងដឹងថានៅលើក្បាលរបស់វាលាក់នៅតង់តាគៀលចាប់ចំណីដ៏កាចសាហាវពេលដែលមេអំបៅសមុទ្រ Sea Butterfly ចូលមកជិតតង់តាគៀលនឹងលោតចេញភ្លាមអោបជាប់សម្បករបស់វារួចទាញយកសាច់ចេញមកលេបទាំងរស់រូបរាងខាងក្រៅស្អាតប៉ុណ្ណាពេលហាមាត់ស៊ីចំណីគឺសាហាវប៉ុណ្ណឹងបន្តចុះទៅក្រោមដល់ជម្រៅ 3000 ម៉ែត្រភាពងងឹតដ៏អាណត្តិពិតប្រាកដចាប់ផ្ដើមហើយប៉ុន្តែអ្វីដែលគួរឲ្យអស់សំណើចនោះគឺទីនេះក៏ជាកន្លែងដែលភ្លឺចែងចាំងជាងគេនៅទូទាំងមហាសមុទ្រផងដែរវាជាការសម្ដែងភ្លើងអ៊ីយូតាដែលគ្មានអ្នកទស្សនា Medusa Bloody Bellycomb Jelly មានគម្របពណ៌ក្រហមឆ្អៅដូចជាគោមក្រហមដែលព្យួរក្នុងទឹកងងឹត Medusa Siphonophore គួនស៊ុយមូកាន់តែអស្ចារ្យវាជាមូលដ្ឋានមិនមែនជាសត្វតែមួយទេប៉ុន្តែជាបណ្ដុំនៃសត្វក្លូនដែលភ្ជាប់គ្នាខ្លះមានភារកិច្ចអណ្ដែតខ្លះមានភារកិច្ចចាប់ចំណីខ្លះមានភារកិច្ចបញ្ចេញពន្លឺបែងចែកការងារគ្នាច្បាស់លាស់ជាងក្រុមហ៊ុនធំៗទៅទៀតចំណែកឯមឹកថ្លាវិញមានបំពាក់ប្រព័ន្ធបញ្ចេញពន្លឺដែលអាចកែតម្រូវបានយ៉ាងពេញលេញពេលថ្ងៃវាបន្លំខ្លួនជាពន្លឺព្រះអាទិត្យដើម្បីបោកបញ្ឆោតសត្រូវពេលយប់វាប្រើពន្លឺដើម្បីផ្ដល់សញ្ញាដល់បកពួកវាជាកូដម៉ូសចំនួនសមុទ្រជ្រៅប៉ុន្តែអច្ឆរិយភាពទាំងអស់បញ្ចូលគ្នាក៏មិនអាចប្រៀបនឹងវត្តមានរបស់ត្រីមួយប្រភេទនេះបានដែរគឺត្រីឆ្លាម Greenland Shark ជាសត្វឆ្អឹងកងដែលមានអាយុកាលវែងជាងគេបំផុតនៅលើផែនដីគឺរស់បានជាង500ឆ្នាំ500ឆ្នាំជាគំនិតបែបណាត្រីឆ្លាម Greenland ខ្លះកើតមកតាំងពីរាជវង្ស Ming Dynasty មិនទាន់រលាយឯណោះវាត្រូវការអាយុ150ដូចជាអ្នកនិងខ្ញុំដែរគឺជាភាវៈរស់ផ្អែកលើកាបូន carbon base ដែលសុទ្ធតែពឹងផ្អែកលើការដកដង្ហើមដើម្បីរស់នៅទីជ្រៅរាប់ម៉ឺនម៉ែត្រសម្ពាធទឹកអាចកិនរត់ក្រោះមួយឲ្យសំប៉ែតបានសីតុណ្ហភាពជិតដល់ចំណុចកកគ្មានពន្លឺព្រះអាទិត្យពេញមួយឆ្នាំប៉ុន្តែជីវិតនៅតែអាចរកផ្លូវរស់បានពួកវាបានបោះបង់ចោលនៅរចនាសម្ព័ន្ធដែលមិនចាំបាច់ទាំងអស់ដោយប្រមូលផ្ដុំថាមពលទៅលើរឿងសំខាន់បំផុត3គឺការចាប់ចំណីការបំបាំងកាយនិងការបន្តពូជពួកវាមិនមែនមុខអាក្រក់ទេគ្រាន់តែត្រូវបានឆ្លាក់ដោយកាំបិតទាំង4គឺភាពងងឹតសម្ពាធខ្ពស់ភាពត្រជាក់និងការស្រេកឃ្លានคล้ายជាដំណោះស្រាយដ៏ល្អបំផុតដើម្បីរស់រានអ្វីដែលកាន់តែមិនគួរឲ្យជឿនោះគឺនៅក្នុងថ្លុកទឹកប្រៃដែលប្រៃជាងសមុទ្រស្លាប Dead Sea ដល់ទៅ10ដងក៏នៅតែមានជីវិតរស់នៅតាមរន្ធខ្យល់កម្ដៅផែនដី Hydrothermal vents
ដែលបញ្ចេញឧស្ម័នពុល hydrogen sulfide ក៏នៅតែមានក្តាមនិងបង្គារស់នៅដែររឿងនេះបានវាយបំបែកនៅការយល់ដឹងតាំងពីរាប់ពាន់ឆ្នាំមកថាជីវិតមិនចាំបាច់ត្រូវតែពឹងផ្អែកលើពន្លឺព្រះអាទិត្យនោះទេប៉ុន្តែសូមចងចាំការពិតដ៏សាមញ្ញមួយតើថាមពលមកពីណាចម្លើយគឺតែងតែមាននៅលើរាងកាយនៃជីវិតមួយផ្សេងទៀតសៀវភៅអំពីការរស់រានមានជីវិតដ៏ក្រាស់នៅក្នុងសមុទ្រជ្រៅនេះបើកចុះបើកឡើងតាមពិតសរសេរតែពាក្យពីរប៉ុណ្ណោះស៊ីនិងត្រូវគេស៊ីយើងតែងតែគិតថាមនុស្សឈរនៅកំពូលនៃខ្សែសង្វាក់អាហារអាចមើលរំលងអ្វីៗទាំងអស់ប៉ុន្តែនៅពេលដែលអ្នកពិតជាសម្លឹងមើលទៅក្នុងភាពងងឹតក្រោម 3000 ម៉ែត្រនោះអ្នកនឹងដឹងថាមនុស្សគ្រាន់តែជាអ្នកលេងថ្មីថ្មោងដែលទើបតែដើរចេញពីទ្វីបអាហ្វ្រិកប៉ុន្មានម៉ឺនឆ្នាំមុនប៉ុណ្ណោះនៅក្នុងការប្រកួតប្រជែងនៃការវិវត្តនេះចំណែកឯសត្វចម្លែកនៅក្នុងសមុទ្រជ្រៅទាំងនោះទើបជាម្ចាស់ផ្ទះចាស់ពិតប្រាកដនៃផែនដីពួកវាប្រើមធ្យោបាយដ៏តឹងរ៉ឹងបំផុតដើម្បីប្រាប់យើងថាភាពអស្ចារ្យនៃជីវិតមិនមែនស្ថិតនៅលើការឈរបានខ្ពស់ប៉ុណ្ណានោះទេប៉ុន្តែស្ថិតនៅត្រង់ថាតើវាសុខចិត្តបំផ្លាញខ្លួនទៅជាយ៉ាងណាដើម្បីតែបានរស់រានមានជីវិតបន្តទៀតសូមអរគុណចំពោះការទស្សនា Tour Feed